រាល់ដងធ្លាប់តែធ្វើវីដេអូធម្មតាទេប៉ុន្តែចេញមកលើកនេះគឺថាបិទទៅសក់ពេញមុខតែម្ដងសំខាន់ព្រឹកព្រលឹមឡើងហ្នឹងគឺអត់មានអីញ៉ាំទេគឺញ៉ាំជាមួយនឹងនំប៉័ងសាច់ហើយនឹងជ្រក់នឹងឯងបើនិយាយពីនំប៉័ងសាច់វិញណាខ្ញុំទិញទុកតាំងពីម៉ោង7ព្រឹកតែខ្ញុំហូបហ្នឹងនៅម៉ោង10ព្រឹកបាត់ហើយតាំងពីនំប៉័ងគេនៅស្រួយរហូតនំប៉័ងឡើងស្វិតទៅពេលឡើងលែងចង់ដាច់តែម្ដងសំខាន់ហ្នឹងឯងមុខអត់មានបញ្ហាទេប៉ុន្តែហ្នឹងចង់យកទៅសក់ហ្នឹងមកបិទលើមុខដើម្បីធ្វើស្តែប៉ុន្តែហ្នឹងគឺថាទៅសក់វាអត់បានសហការជាមួយខ្ញុំទេគឺវារត់តែជ្រុលរហូតតែហ្មងបើនិយាយពីនំប៉័ងសាច់វិញគឺថាស្វិតទៅពេលអត់ចង់ដាច់ទេបងហើយមើលខ្ញុំខាំគឺពិបាកខ្លាំងមែនតើហើយទៅសក់ហ្នឹងវាចាប់ដើមជ្រុំម្ដងតិចម្ដងតិចចឹងឥឡូវខ្ញុំសូមបិទវាពីការញ៉ាំប៉ុណ្ណឹងសិនហើយខ្ញុំក៏លេងអូននិយាយពីខ្លួនឯងវិញម្ដងមានមកណាដែលគាត់នៅចាំខ្ញុំបានអត់ខ្ញុំធ្វើវីដេអូផុសនៅក្នុង YouTube តែមួយរយៈចុងក្រោយនេះគឺខ្ញុំអត់ដែរធ្វើទេបើគាត់ទៅវារាប់ខែដែរអីអញ្ចឹងនេះគឺជាវីដេអូទី1ដែលខ្ញុំចាប់ផ្ដើមផុសនៅក្នុង YouTube វិញ Channel របស់ខ្ញុំផ្ទាល់តែម្ដងតាមពិតទៅក៏ពេលដែលខ្ញុំនៅធ្វើវីដេអូហ្នឹងផុសនៅក្នុង YouTube view របស់ខ្ញុំរៀងគួរសមដែរប៉ុន្តែអត់ដឹងមិនទេពេលហ្នឹងគឺថាខ្ជិលយកតែម្ដងហើយភាពខ្ជិលរបស់ខ្ញុំហ្នឹងមិនមែនមានបញ្ហាទេបងគឺថាមានបញ្ហាពីនៅពីក្រោយខ្នងហ្នឹងទៅខ្ញុំហាក់ធ្វើវីដេអូតែគាត់ថានៅពេលដែលយើងខានធ្វើវីដេអូយូរអញ្ចឹងផងនៅក្នុង YouTube ក៏អត់មានអ្នកមើលដែរមែនទេបងទាំងគ្នាអញ្ចឹងបើសិនជាបងដែលគាត់ថ្មីអត់តាន់ចូល Subscribe Channel YouTube ខ្ញុំកុំភ្លេចចូលទៅ Subscribe Channel YouTube ខ្ញុំម្នាក់មួយផងឥឡូវសូមនិយាយរឿងនំបន្តិចនំនេះគឺខ្ញុំខានហូបឡើងរាប់ឆ្នាំហើយគឺនំចក្រច័ន្ទយើងហ្នឹងពេលនៅក្មេងពេលដែលហូបនំហ្នឹងម្ដងគឺជួយចិត្តបកហូបវាម្ដងមួយសតះឥឡូវហ្នឹងសូមបីតែមើលវីដេអូខ្លួនឯងក៏ចង់វិលមុខដែរនេះម្ដងកាំនំប៉័ងម្ដងផឹកទឹកអត់ដឹងថាខ្លួនឯងចង់ធ្វើអីពិតប្រាកដទេហើយបងមើលដល់គ្នាពេលហ្នឹងគឺនៅពេលដែលខ្ញុំហូបនំប៉័ងហើយគឺខ្ញុំត្រូវការផឹកទឹកដើម្បីខ្ញុំមកហូបនំចក្រច័ន្ទម្ដងហើយនំនេះនំចក្រច័ន្ទគេបងមើលដល់គ្នាខ្ញុំលែងបកដូចកាពេលនៅពីក្មេងឯងគឺខាំយកតែម្ដងមិនចាប់ឆ្អែតនៅពេលដែលហូបនំហ្នឹងអស់ហើយគឺខ្ញុំចាប់ដើមមកផឹកទឹកតាមពិតទៅទឹកផឹកអស់ទៅមកថតវីដេអូទេហើយធ្វើច្រឹកធ្វើដូចខ្លួនឯងហ្នឹងក្មេងតូចចឹងណាបន្ទាប់មកទៀតគឺនៅពេលដែលខ្ញុំហូបហើយអស់ដល់ម៉ោងដែលខ្ញុំដកតសក់នឹងចេញហើយនៅពេលដែលដកតសក់នឹងចេញគឺខ្ញុំត្រូវការលាងសម្អាតមុខឲ្យស្អាតអញ្ចឹងខ្ញុំចូលមកក្នុងបន្ទប់តិចសិនដើម្បីចូលទៅក្នុងបន្ទប់ទឹកលាងសម្អាតស្បែកមុខអូនិយាយនេះមិនដឹងថាខ្លួនឯងនិយាយយឺតឬមួយក៏និយាយញាប់យ៉ាងណាទេបងអត់ចេះស្រ័យផងនិយាយអញ្ចឹងមិនយើងបានរៀងវែងហើយរៀងក្បោះក្បាយអញ្ចឹងណាឥឡូវគឺខ្ញុំបានចូលមកដល់ក្នុងបន្ទប់ទឹកហើយពេលដែលចូលដល់ក្នុងបន្ទប់ទឹកអត់មានធ្វើទេចាគឺមកនៅកាច់រៀងកាច់រើអីហ្នឹងតែក៏មើលរៀងពីមុនណាឡើងស្គមឥឡូវក៏មើលចាគឺថាឡើងគីឡូរៀងច្រើនដែរអញ្ចឹងណាពីមុនណាគីឡូតែ42ទេឥឡូវឡើងដល់48ហើយបើគិតទៅវាឡើងនឹង6គីឡូហើយដោយសារតែមានមកខ្លះគាត់អត់ដឹងទេថាខ្ញុំមានប្តីហើយខ្ញុំចង់ប្រាប់ថាអញ្ចឹងតែអត់មានកូនទេទៅមានប្តីមួយនឹងឯងបងអើយ